សួស្តីកូនក្មួយទាំងអស់គ្នាមិនថាកូនថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3ថ្នាក់ទី4ថ្នាក់ទី5ថ្នាក់ទី6កូនអាចរៀននិងអានជាមួយលោកគ្រូបានទាំងអស់គ្នាតែមុននឹងចូលដល់អានអត្ថបទរបស់យើងកូនមកមើលការរៀនពាក្យមាន4ចំណុចកខកខតែឥឡូវយើងមកមើលចំណុចកសិនអំណានពាក្យបានសេចក្តីថាពាក្យដែលយើងត្រូវអានអញ្ជើញអានថាអញ្ជើញឥឡូវពាក្យនេះអានថាបវេសនកាលឥឡូវចូលដល់ចំណុចខពន្យល់ពាក្យបវេសនកាលមានន័យថាថ្ងៃចូលរៀនដំបូងនៅដើមឆ្នាំសិក្សាម្ដងទៀតបវេសនកាលមានន័យថាថ្ងៃចូលរៀនដំបូងនៅដើមឆ្នាំសិក្សាឥឡូវចូលដល់ចំណុចកពាក្យន័យដូចនឹងពាក្យម៉ាក់ម៉ាក់ម៉ែម្ដាយមាតាបាទឥឡូវចូលដល់ចំណុចខពាក្យផ្ទុយបវេសនកាលពាក្យផ្ទុយនឹងបវេសនកាលវិសមកាលរីករាយពាក្យផ្ទុយនឹងរីករាយកើតទុក្ខឥឡូវយើងចូលមកដល់ការអានអំណានរបស់យើងតោះអានជាមួយលោកគ្រូទាំងអស់គ្នាថ្ងៃនេះជាថ្ងៃចូលរៀនដំបូងព្រឹកនេះម្ដាយសុភីដាស់កូនពីព្រលឹមគាត់ប្រាប់សុភីឲ្យរៀបចំខ្លួនទៅសាលារៀនសុភីភ្ញាក់ពីដំណេករួចងើបចេញពីគ្រែនាងនិយាយអ៊ូថ្ងៃនេះជាថ្ងៃបវេសនកាលផងតើម៉ាក់អញ្ជើញទៅជាមួយកូនដែរឬទេកូនឆ្នាំនេះកូនធំហើយកូនទៅជាមួយប្អូនហើយមើលប្អូនផងណាសុភីនិងប្អូនទៅងូតទឹករួចស្លៀកពាក់រៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនពួកគេទៅសាលារៀនទាំងពីរនាក់ដោយទឹកមុខរីករាយតោះឥឡូវបន្ទាប់ពីអានមួយតាមលោកគ្រូមកឥឡូវកូនអានជាមួយលោកគ្រូទាំងអស់គ្នាថ្ងៃនេះជាថ្ងៃចូលរៀនដំបូងព្រឹកនេះម្ដាយសុភីដាស់កូនពីព្រលឹមគាត់ប្រាប់សុភីឲ្យរៀបចំខ្លួនទៅសាលារៀនសុភីភ្ញាក់ពីដំណេករួចងើបចេញពីគ្រែនាងនិយាយអ៊ូថ្ងៃនេះជាថ្ងៃបវេសនកាលផងតើម៉ាក់អញ្ជើញទៅជាមួយកូនដែរឬទេកូនឆ្នាំនេះកូនធំហើយកូនទៅជាមួយប្អូនហើយមើលប្អូនផងណាសុភីនិងប្អូនទៅងូតទឹករួចស្លៀកពាក់រៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនពួកគេទៅសាលារៀនទាំងពីរនាក់
ដោយទឹកមុខរីករាយបាទសូមអរគុណឥឡូវចប់ហើយឥឡូវកូនអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារមកហើយមិនរួចកន្លែងណាកូនអាចស្ដាប់ម្ដងទៀតបើមិននេះទេកូនធ្វើការសំប្រកបដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារទៅដើម្បីឆាប់ចេះឆាប់ចាំហើយកូនពុំទាន់បានចុច Subscribe កូនចុច Subscribe ដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូបន្តទៅទៀត